lò đợt chúng sẽ cam và mùi tịch tăng nơi sọc chật bổ rấy trời ở nhà thôi cho bằng krab ban đầu bị mình kẹp sập sái tì tăng lò đợt chung khả năng dễ chỉ ra cần lấy nơi lực bản này sừng cúm bên này tì tăng lò đợt chung chùm nôm làm muối nơi phum không chẳng cẳng sọc chật bổ rấy chả phum lõ không chẳng cẳng sọc chật bổ rấy khát cờ chết trời ban cầm lặng ở nhà thôi chùm rót mọ bằng krab chỉ bàn tàu bàn tốt ca bị ngày tì sam sấp khai vật cảលោកសនស៊ីដានអភិបាលរស្រុតចិត្តបរិយបានប្រាប់បណ្ដាញសព្វនាមនាថ្ងៃទី1ខែធ្នូថាកម្លាំងគណៈបញ្ជាការឯកភាពស្រុកបានដឹកនាំកម្លាំងជំរោះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្រោមរូបភាពក្រុមឧក្រិដ្ឋជនទាំងនោះប្រមូលនិងកាប់បំផ្លាញព្រៃឈើយកមកដុតក្នុងឡដើម្បីបានទៅឈូងលក់ឲ្យឈ្មួញកណ្ដាលយកទៅចែកចាយបន្តនៅលើទីផ្សារទូទាំងប្រទេសនិងនាំចេញទៅប្រទេសវៀតណាមផងដែរលោកអភិបាលរងស្រុកចិត្តបរិយបានបន្ថែមឲ្យដឹងទៀតថាម្ចាស់ទីតាំងឡដុតជូងទាំង6មានឈ្មោះដូចជាទី1តនសេមទី2ស៊ីមសុកលេងទី3អឿនសុកនេងទី4មឿនថាទី5ភ័ក្រសុភាពនិងទី6ញៀនថាសូមបញ្ជាក់ថាបច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះបាននឹងកំពុងបំពេញនីតិវិធីរបអូបវត្ថុតាំងប៉ុន្តែមិនធ្វើការខាត់ខ្លួនម្ចាស់ទីតាំងឡដុតជូងនោះទេពលគឺគ្រាន់តែបន្តការស្រាវជ្រាវស្វែងរកទីតាំងផ្សេងទៀតដែលកំពុងតែសំងំប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិនេះប៉ុណ្ណោះយ៉ាងណាជំវិញចំណាត់ការអាជ្ញាធរស្រុកបង្កឲ្យមានមហាជនមានចម្ងល់ជាខ្លាំងចំពោះការអនុវត្តច្បាប់របស់មន្ត្រីមានសមត្ថកិច្ចទៅលើម្ចាស់ទីតាំងឡដុតជូងទាំងនេះថាមានហេតុផលអ្វីបានជាអាជ្ញាធរមិនធ្វើការខាត់ខ្លួនជនប្រព្រឹត្តល្មើសធនធានធម្មជាតិទាំងនេះតើបាត់ល្មើសធនធានធម្មជាតិអាចបិទបញ្ចប់បានទេបើអាជ្ញាធរមិនអនុវត្តវិធានការច្បាប់តឹងរឹងទៅលើក្រុមអក្រិតជនទោះបីជាយ៉ាងណាមហាជនសង្ឃឹមថាក្រោយមានការរិះគន់ផ្ទុះកក្រើកពេញបណ្ដាញសង្គមនាពេលថ្មីនេះមន្ត្រីថ្នាក់ជាតិពាក់ព័ន្ធទាំងអស់នឹងចុះទៅត្រួតពិនិត្យមន្ត្រីអនុវត្តការងារថ្នាក់ក្រោមជាតិជាសេនាធិការរបស់អង្គភាពនីមួយឡើងវិញជាមិនខានព្រោះបានបណ្ដាលបណ្ដោយឲ្យមន្ត្រីខលខូចមួយចំនួននៅតែបន្តសកម្មភាពលួចប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹងជាមួយនឹងក្រុមឈ្មួញទុច្ចរិតនោះក៏តម្លៃនៃតម្លាភាពរបស់ស្ថាប័ននៅតែប្រឈមនឹងការមើលស្រាលពីប្រជាពលរដ្ឋដដែលចាតែសេចក្ដីជននេះគឺជាប្រតិបត្តិការបង្ក្រាបនៅទីតាំងឡដុតជូងចាសកម្មចំនួន6កន្លែងដែលស្ថិតនៅក្នុងភូមិល្អឃុំចង្ក្រង់ស្រុកចិត្តបុរីខេត្តក្រចេះដែលនៅក្នុងនោះផងដែរកម្លាំងសមត្ថកិច្ចចម្រុះចាដែលមានទាំងអាវុធហត្ថមានទាំងកម្លាំងចាសមត្ថកិច្ចនគរបាលរបស់យើងក៏ដូចជាគណៈបញ្ជាការឯកភាពស្រុកចាស់ក៏បានចុះទៅដល់ទីតាំងឡដុតជូងទាំង6នេះហើយយើងក៏រកឃើញនៅម្ចាស់ទីតាំងឡទាំង6នេះដែរហើយសូមបញ្ជាក់ឲ្យដឹងថាជូងទាំងអស់នេះគឺបានធ្វើការលក់និងចែកចាយបន្តចាស់ទាំងក្នុងស្រុកក៏ដូចជានាំទៅកាន់ប្រទេសវៀតណាមផ្ទាល់តែម្ដងហើយយើងមើលទៅឈើគឺមានទំហំធំមែនតើចាស់មានមុខកាត់នឹងគឺធំណាស់ហើយបងប្អូនប្រជាពលរដ្ឋគាត់ជាអ្នកដែលនៅក្នុងដូចថាតាមដាននៅព្រឹត្តិការណ៍នេះដែរគាត់ថានៅពេលដែលចាប់បានហើយគឺខាងសមត្ថកិច្ចហាក់បីដូចជាអត់ឃើញថាមានការខាត់ខ្លួនម្ចាស់ទីតាំងនឹងទេអញ្ចឹងគាត់បារម្ភថាมันមានវិធានការច្បាប់ណាមួយដែលអនុវត្តតឹងរឹងទៅលើជនដែលប្រព្រឹត្តល្មើសពាក់ព័ន្ធទៅនឹងឡដុតជូងនេះអញ្ចឹងខ្លាចតែបារម្ភថានៅពេលដែលសមត្ថកិច្ចចុះទៅប្រក្រាបនឹងហើយគឺបន្តសកម្មភាពនៅក្នុងការដុតជាបន្តបន្ទាប់ជាតិចឹងគាត់ក៏សំណូមពរទៅខាងសមត្ថកិច្ចថាតើគួរមានវិធានការច្បាប់បែបណាដើម្បីឲ្យតឹងរឹងឈប់ប្រព្រឹត្តនៅបទល្មើសទាំងអស់នេះកើតឡើងទៀតចា៎បាទពីព្រោះថាករណីនេះក៏យើងឃើញសមត្ថកិច្ចក៏ចុះទៅធ្វើការអនុវត្តទៅជាកម្មក្រាបជារឿយដែរពាក់ព័ន្ធទៅនឹងសកម្មភាពនៃការប្រកបនៅអាជីវកម្មឡដុតជូងពីព្រោះតែជាក់ស្ដែងយើងមិនថាហេតុអីបានជាសមាជិកចោះទៅធ្វើក្រាបឬក៏គេរកស៊ីទៅតងនឹងការផលិតជូងសោះតែយើងនឹងត្រូវដឹងថាវត្ថុធាតុដើមនៃការផលិតយកមកធ្វើជាជូងនេះគឺជាការជាឈើបាទជាឈើដែលយកមកធ្វើជាជូងហើយភាគច្រើនឈើខ្លះគឺជាការប្រព្រឹត្តនៅបទល្មើសកាប់នៅធនធានធម្មជាតិកាប់ដើមឈើយកមកធ្វើការធ្វើដុតធ្វើទៅជាស្យូងដែលវាប៉ះពាល់ទៅដល់បរិស្ថានជាពិសេសគឺតកតងទៅនឹងវិស័យព្រៃឈើតែម្ដងដែលត្រូវបានក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្លាំងមែនទែននៅក្នុងការស្ដារនៅព្រៃឈើក៏ដូចជាការដាំដុះនៅដើមឈើឡើងវិញហើយទន្ទឹមនឹងនេះហេតុក៏ត្រូវបានយកចិត្តទុកដាក់បន្ថែមទៀតពីកម្លាំងសមត្ថកិច្ចដែរតកតងទៅនឹងការអនុវត្តច្បាប់ចង់ដឹងអំពីទីតាំងតើការអនុវត្តឬការធ្វើអាជីវកម្មរបស់ពួកគាត់នឹងមានច្បាប់អនុញ្ញាតដែរឬក៏អត់ហើយឈើដែលគាត់យកមកធ្វើជាស្យូងតើជាឈើមានប្រភពពីកន្លែងណាពីចំណុចណា
ឬក៏ជាឈើពីបត់ល្មើសណាគឺត្រូវតែសមត្ថកិច្ចចោះធ្វើការអនុវត្តឬក៏បង្ក្រាបហើយបាទចាហើយក្នុងនោះផងដែរជាចុងក្រោយគឺយើងសូមពំនាំនៅសាររបស់បងប្អូនប្រជាពលរដ្ឋតាមរយៈអ្នកសារព័ត៌មានយើងណាដែលជាសំណូមពរសម្រាប់ប្រជាពលរដ្ឋមិនថាអ្នកនៅខាងស្រុកចិត្តបុរីខេត្តកញ្ចេះឬក៏បងប្អូនប្រជាពលរដ្ឋដែលនៅក្នុងបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងរឿងរ៉ាវនៃឡដុតធ្យូងនេះគឺបងប្អូនប្រជាពលរដ្ឋគាត់សំណូមពរថាបន្ទាប់ពីការចុះប្រក្រាបនេះហើយក៏សង្ឃឹមថាមន្ត្រីថ្នាក់ជាតិដែលពាក់ព័ន្ធចាអង្គភាពដែលពាក់ព័ន្ធទាំងអស់គឺសូមចុះត្រួតពិនិត្យការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមជាតិផងដែលគាត់បារម្ភថាបើសិនជាបដាបដោយឲ្យមានមន្ត្រីខលខូចមួយចំនួនដែលធ្វើឲ្យប៉ះពាល់ចាទៅដល់សកម្មភាពរបស់មន្ត្រីយើងល្អហើយនឹងបន្តមានសកម្មភាពដូចប្រព្រឹត្តអំពើពុករលួយអញ្ចឹងគាត់បារម្ភថានឹងមានបញ្ហាណាមួយកើតឡើងអញ្ចឹងគាត់ស្នំពរព្រោះថាជាខាងសារព័ត៌មានគឺគ្រាន់តែជាសារមួយទេដើម្បីនាំនៅពាក្យរបស់បងប្អូនប្រជាពលរដ្ឋទៅដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបព្រោះថាជាចុងក្រោយគឺគាត់សនំពរមកអញ្ចឹងចាអរគុណបាទហើយនេះជាការលើកឡើងរបស់ពីបងប្អូនប្រជាពលរដ្ឋដែលគាត់មានការគិតគូរក្នុងខ្វល់ខ្វាយពាក់ព័ន្ធទៅនឹងទុនធានធម្មជាតិដែរព្រោះពេលខ្លះគាត់ឃើញសមត្ថកិច្ចចោះទៅបង្ក្រាបទៅហើយទីតាំងហ្នឹងរៀងស្ងាត់មួយរយៈក៏ឃើញមួយរយៈក្រោយរៀងស្ងាត់បើកវិញអញ្ចឹងបងប្អូនគាត់មានការបារម្ភអញ្ចឹងដែលគឺជាការលើកឡើងរបស់ពួកគាត់ទេហើយសង្ឃឹមថាសមត្ថកិច្ចនឹងបន្តធ្វើការចោះស្រាវជ្រាវនឹងតាមដានបន្ថែមទៀតដែរពាក់ព័ន្ធទៅនឹងករណីនេះពីព្រោះថាកន្លងទៅគឺជីវកម្មដុតធ្យូងនេះគឺឃើញនៅមានច្រើនបាទហើយមិនមែនថាយើងនិយាយទៅគឺប្រកបណាស់គឺប៉ះពាល់ដល់អ្នករកអាជីវកម្មឯប៉ុន្តែបើសិនជាយើងចូលរួមជាឬក៏ជាអ្នកដែលស្រឡាញ់បរិស្ថានឬក៏ចូលរួមនៅក្នុងការអភិរក្សទៅលើធនធានធម្មជាតិជាពិសេសដើមឈើយើងអាចងាកមកប្រើការប្រើប្រាស់ជាមួយនឹងប្រភេទធ្យូងអនាម័យដែលគេគៀបឬក៏កិនពីសបកដូងដល់អីក៏ជាផ្នែកមួយដ៏ល្អដែរដែលយើងអាចថាជំរុញទីផ្សារបងប្អូនដែលគាត់ផលិតជាសិប្បកម្មផលិតធ្យូងអនាម័យនឹងផងហើយក៏ជាផ្នែកមួយក្នុងការជួយដល់បរិស្ថានដែលយើងមិនបានកាប់ដើមឈើយកមកធ្វើជាធ្យូងដែលធ្វើឲ្យព្រៃឈើរបស់យើងហិនហោចទេ